ជាដំបូងសូមជម្រាបសួរគ្រូហើយនិងមិត្តភក្តិអរគ្នាថ្ងៃហ្នឹងបង្ហាញពី lab របស់យើងដែលជាដំបូងសូមបង្ហាញពីការតបទៅសិនដែលជាដំបូងគឺបង្ហាញពី form login ដែលទីមួយគឺយើងត្រូវការបញ្ចូល user ទៅគឺ admin ហើយ password មួយពី3ហើយយើងក៏អាចធ្វើការបង្ហាញ password វាផងដែរដែលយើងបានចុចប៊ូតុងផ្សេងទៅយើងធ្វើការបង្ហាញ password ហើយបន្ទាប់ពីយើងធ្វើការ login បានសម្រាប់វានឹងបញ្ចេញ dashboard មួយដែល dashboard នេះជាfile security and free ហើយនេះគឺជាឈ្មោះ user ដែលយើងបានធ្វើការ login ណាឥឡូវនឹងធ្វើការបង្ហាញពីការ user product ដែលយើងចូលទៅកាន់ inventory document ហើយនេះគឺជា form វាសម្រាប់យើងធ្វើការ user product ដែលនេះគឺជាtext field ដែលយើងសម្រាប់ចូល data នៃភាពវាជាបតុងដែលយើងប្រើប្រាស់ធ្វើការ save data update ឬក៏ delete ហើយចំពោះផ្នែកខាងក្រោមនេះគឺជាកន្លែងមួយគឺ search ហើយបតុងហើយនេះគឺជាកន្លែងដែល product វានឹងធ្វើការ store ទុកហើយចូលតាមនេះវិញធ្វើការ barcode price data killer យើងដាក់វាជា soft string ទៅហើយយើងអាចធ្វើការប្រើរូបភាពបានដែរនៅជាមួយខ្ញុំហើយ open ហើយដើម្បីធ្វើការ save បានយើងចុចប៊ូតុង save មកហើយនៅពេលវា save ទៅវានឹងបោះ message ថា product របស់យើង create successfully ឥឡូវយើងធ្វើការបញ្ចូលវាទៀត string barcode ហើយ soft string ថា save មកទៀតអូខេឥឡូវproduct យើងជាន់ជោគជ័យគឺពី product ហ្នឹងពីនេះហើយ product ទី2ហើយការបង្ហាញការបន្ថែមប៉ុណ្ណាឥឡូវខ្ញុំចូលទៅដល់ option នេះគឺការបង្ហាញពី code ហើយខ្ញុំសម្បត្តិវាសិន visit ចូល file យើងអាចធ្វើការ login ក៏បានឬក៏ exit ក៏បានដែរពេលយើង sign out ទៅវានឹងធ្វើការត្រឡប់ទៅ form មក login វិញខ្ញុំដាក់វាទៅឥឡូវខ្ញុំសូមបង្ហាញមុខគឺ form login នេះគឺជា interface របស់ form login យើងដែរនេះជារូបភាពមួយ field text field មួយទៅបន្តហើយនៅស្វែងសុខភាពឥឡូវខ្ញុំសូមបង្ហាញ code ក្នុងបតុង action ដែលនេះគឺជា code ដែលនៅក្នុង action បតុងនេះគឺបតុង submit ដែលមាន table គឺសម្រាប់ទុកចាប់អត្ថន័យពី text field មកគឺ username ហើយ password ហើយនេះគឺជា class របស់ user យើងកាត់ object ពី class មួយហ្នឹងហើយនេះយើងបោះទៅឲ្យ class user ពីនេះហើយបន្ទាប់ពីយើងចុចប៊ូតុងហ្នឹងទៅវានឹងធ្វើការ check វានឹងចូលទៅកាន់ login function នេះដើម្បីធ្វើការ check ថា user ហ្នឹងគឺមានអត់បើថាវាមានវានឹងធ្វើការបោះជាលេខ1មកហើយយើងធ្វើការ check កន្លែងនេះបើវាមានអូខេវានឹងធ្វើការបើកនៅ dashboard មួយ dashboard នេះធ្វើការបើក dashboard ហ្នឹងតែបើអត់មានទេវានឹងធ្វើការបោះចេញថា check user password មកទៀតហើយចំពោះក្រោយ login នេះខ្ញុំបើក function វាមើលថាវាធ្វើខ្លះ user បន្តិចវា slow នេះបានដល់ហើយចំពោះ user នេះគឺវាមានយើងត array នេះដើម្បី store user យើងនេះគឺជា function ដែលយើងឲ្យហ្នឹងតែធ្វើការ login ចូល user តែពេលយើងចុចទៅវានឹងខុសថា function នឹងហើយទៅពេលនោះវាធ្វើការsearch user ថានេះវិញសម្រាប់ user ថាវាមាន user ហ្នឹងវានឹង return មកតម្លៃ1តែអត់ទេវានឹងgather ហើយចំពោះ form login យើងមានតែប៉ុណ្ណឹងហើយចំពោះ dashboard នៅពេលដែលយើង login successful ហើយវានឹងធ្វើការបើក dashboard មកនេះកន្លែងនេះគឺសម្រាប់បើក dashboard របស់យើងហើយវានឹងបិទ form login នៅកន្លែង this people false ហើយនេះគឺជា form dashboard របស់យើងដែលនៅក្នុង form dashboard ហ្នឹងគឺមានបតុងច្រើនពេកគឺ file ដែល file គឺមានពីរបតុងទៀតគឺ sign out ហើយ exit ហើយចំពោះ security
okay ខ្ញុំអត់មានអីទេខាងហ្នឹងហើយចំពោះ inventory stock គឺយើងចុច stock management វានឹងធ្វើការបើកនៅ form ប្រដាប់ឲ្យយើងហើយនេះគឺជារូបរាងរបស់ form ប្រដាប់សំខាន់មួយទៀតរបស់ form ប្រដាប់ហើយបន្ទាប់ហ្នឹងគឺនេះមួយទៀតគឺusername គឺវានឹងបង្ហាញ user ដែលយើងនឹងធ្វើការ login ចូលកាន់ dashboard ហ្នឹងតែវាចាប់មកពី login ហើយខាងនេះខ្ញុំបង្ហាញ config គឺ sign in នេះចំពោះ sign in វាមានច្រើនទេគ្រាន់តែបង្កើត object ពេញពី login មួយមកហើយយើង set principal វាគឺ true ហើយយើងបត់ form dashboard ហ្នឹងមានតែប៉ុណ្ណឹងហើយចំពោះប៊ូតុងមួយទៀតគឺ exit នេះវាមានច្រើនទេវាគ្រាន់តែបើកមកហើយ exit អាហ្នឹងទៅ exit dashboard ទៅគឺតែប៉ុណ្្នឹងទេហើយចំពោះប៊ូតុង inventory stock នេះពេលយើងចុចមកវានឹងបង្ហាញនៅប៊ូតុងពីរទៀតគឺមួយគឺ stock management ចំពោះ stock management ពេលយើងចុចវាមកវានឹងធ្វើការបើក form ទៀតនៅក្នុង dashboard ហ្នឹងនេះគឺជាកូដដែលយើងចុចទៅហើយវាដើរអញ្ចឹងទីមួយគឺយើងកាត់ form កាត់ form ហ្នឹងចេញពី product form object វាហើយយើង add វានៅក្នុង J desktop panel ហើយយើង set it true ទៅហើយប៉ុណ្ណឹងពីខាងតទៅពីហ្នឹងទៀតពេលយើងចុចតម្លាក់វាហើយវានឹងនេះវានឹងបើក form នេះដែល form នេះគឺមានច្រើនទីគឺមានកន្លែងចូលឈ្មោះ product barcode ឈ្មោះ size set price ហើយ category នេះយើងអាចធ្វើការដាក់ថា combo box វានឹងស្រាប់ចប់តមកហើយចំពោះកន្លែងនេះគឺរូបភាពកន្លែងនេះគឺបតំឲ្យយើងប្រើដែលមាន save update ហើយនឹង delete ហើយចាំយើងអស់មើលមួយក្រុមទៀតគឺវានឹងមានដូចជាកន្លែងនេះហើយគឺសម្រាប់ search product ហើយកន្លែងគឺ table ដែលយើងនឹងធ្វើការផ្ទុករបស់ផ្ទុក data យើងហើយយើងសូមបង្ហាញពីដំណើរការនៃការ save របស់យើងយើងចុចប៊ូតុង save វានឹងអីកាត់ឡើងពេលយើងចុចប៊ូតុង save សូមលុបវាចេញពីសិនពេលចុច save គឺវាបើកប៉ុណ្ណឹងពីកូដទីមួយគឺនឹងធ្វើការចាំពេលយើងធ្វើមើលវិញសិនតែចូលទៅគឺធ្វើ if else នេះដែលវានឹងធ្វើcheck ខាងសិនឧទាហរណ៍ថាបើសិនជា if else នេះបើសិនជាវាអាចនេះកន្លែង check ទៀតនេះវាគឺ empty យើងអត់ចូលវានឹងធ្វើការ load focus ហើយណាវា load focus អស់ចំពោះអាហ្នឹងបើវាគ្រប់ហើយវានឹងការ save ចូលមកកាន់ table នេះដែលបន្ទាប់ពីđóយើងជាហើយចំពោះតម្លៃវាគឺបោះចូលក្នុង product class product របស់យើងហើយយើង store នៅក្នុងហ្នឹងនេះគឺ class product យើងចាំតិចវា slow product របស់យើងចាំតិចដើរនេះវានឹងធ្វើការចាប់តម្លៃហ្នឹងហើយវានឹងធ្វើការបញ្ចូលក្នុងនេះ array list របស់យើងមិន array list ទេគឺarray list យើងធ្វើការបញ្ចូលក្នុង array list នេះប៉ុណ្ណឹងហើយចំពោះនេះគឺ save function save ទៅចេះហើយវានឹងការ save ទុកឲ្យយើងហើយចំពោះខាងនេះគឺវានឹងធ្វើការ clear នៅ text field របស់យើងហើយចំពោះ code នេះវានឹងធ្វើការ focus ពេលយើងចុចប៊ូតុង save ហើយយើងដើម្បីឲ្យគេងាយស្រួលយើង cursor ហ្នឹងវាត្រឡប់មកប៊ូតុង focus ហើយនេះហើយចំពោះខាងនេះខ្ញុំបកលើ product ហ្នឹងចេញនៅ function save មួយទៀតចំពោះ function save after ខ្ញុំសូមឲ្យសិនចូល function save នេះ function save យើងតទៅយើងបោះមកហើយវានឹងធ្វើការ add អាហ្នឹងចូលនៅក្នុងនេះ add ទៅក្នុង product list របស់យើង array list ហើយចំពោះកុំនេះយើងបង្កើត model មួយចេញពី table
អាងសម្រាប់បញ្ចូលទៅក្នុង table ដែលយើងបង្កើត object មួយពី model របស់យើងហើយដល់ពេលដែលយើងបញ្ចូលជោគជ័យវាបោះ message កន្លែងនេះគឺសម្រាប់ add data ចូលក្នុង table data កន្លែងនេះកន្លែងនេះហ្នឹងពេលដែលយើងហើយតោះមកវាការបោះ message ឲ្យយើងថាយើងបានបញ្ចូល product នេះជោគជ័យសំដៅទៅវិញតោះមកគឺមានតែប៉ុណ្ណាហើយចំពោះ function ក្រៅទៀតទាំងអស់នឹងទៀតគឺនៅពេល clear បន្តិចនេះសម្រាប់ clear text នេះសូមបង្ហាញបន្តិចថានេះគឺវាការ clear កន្លែងនេះវាសម្រាប់ធ្វើការពេលយើងចិត្តបេតុងចិត្តបេតុងផ្សេងទៅវាការ clear អស់ប៉ុណ្ណាអានេះfocus sorry បងកន្លែងគឺសម្រាប់ focus ពេលដែលយើងចុចមួយឧទាហរណ៍ថាប្រតាប់របស់យើងបញ្ចូលទី1ហើយវានៅទី2យើងចុច save ទៅវាមាន focus ទៅទៀតតមកកាន់ទី2ទៀតអូខេច្រឡំបន្តិចចំពោះ function នេះចំពោះ function នេះគឺវាដំណើរការពេលយើងចុចចុង save ហើយគឺ clear text box គឺដើម្បីឲ្យបង្កើតងាយស្រួលក្នុងការប្រើប្រាស់ដែលយើងប្រើវា clear text box ហើយការបង្ហាញខ្ញុំគឺមានតែប៉ុណ្្នឹងសូមក្រោយបើមានការខុសៗអីសូមថយទោសហើយជម្រាបលាអ្នកនរគ្នា